បង្ហាញពីរបៀបនៅក្នុងការធ្វើការងារជាក្រុមបាននៅក្នុងពេលតែមួយលើ model តែមួយនៅក្នុងកម្មវិធី Revit ដែលប្រើប្រាស់ជាមួយនឹង Beam Central Model ដែលដើរដោយ Local Network នៅក្នុងវិធីសាស្ត្រនេះគឺយើងតម្រូវឲ្យបងប្អូនដែលធ្វើការរួមគ្នានឹងគឺឈរនៅលើ network តែមួយហើយយើងជ្រើសរើស PC មួយដែលអាចធ្វើជា PC មេហើយយើងអាចបង្កើតត្រាយនៃ PC នោះទៅជា Central Model មួយបន្តមកទៀតគឺបងប្អូនអាចយក model ដែលយើងចង់ធ្វើការរួមគ្នានោះមកដាក់នៅក្នុង folder network របស់ PC មេដែលយើងបានបង្កើតនឹងហើយដើម្បីងាយស្រួល manage គឺខ្ញុំ name file មួយនេះថាជា Central Model ចឹងបន្ទាប់ពីខ្ញុំធ្វើការ rename file មួយនឹងរួចរាល់ហើយគឺខ្ញុំបានធ្វើការបើក model មួយនឹងតែម្ដងឥឡូវនេះគឺយើងបានចូលមកក្នុង model របស់យើងហើយអញ្ចឹងបងប្អូនមើលពាក្យថា collaborate បន្ទាប់មកទៀតគឺយើងចុចពាក្យ collaborate នៅត្រង់កន្លែងនេះគឺវាសួរនៅយើងពីជំរើសអញ្ចឹងដោយសារតែយើងធ្វើតាម local network អញ្ចឹងខ្ញុំយកជំរើសទី1ដែលវាដាក់ថា within your network ហើយនៅត្រង់ចំណុចនេះដែរគឺយើងអាចធ្វើបានពីរវិធីសាស្ត្រដែលវិធីសាស្ត្រទី1គឺយើងកំពុងតែធ្វើនេះហើយវិធីសាស្ត្រទី2គឺជាវិធីសាស្ត្រដែល collaborate in cloud អញ្ចឹងបន្ទាប់ពីវាដំណើរការហើយរួចរាល់ហើយគឺយើងត្រូវធ្វើការ save ជាមួយនឹង central model មួយនឹងដើម្បីយើងអាចធ្វើការបិទជាមួយនឹង file មួយនឹងបានបន្ទាប់ពីយើងធ្វើការបិទនៅ central model មិញនឹងហើយអញ្ចឹងជំហានបន្ទាប់របស់យើងគឺយើងត្រូវទៅបង្កើតជាមួយនឹង local model មួយទៀតដែលអាចធ្វើការ synchronize ជាមួយនឹង central model មិញនឹងដើម្បីបង្កើតនៅ local model ថ្មីមួយទៀតបានអញ្ចឹងគឺយើងត្រូវទៅធ្វើការបើកជាមួយនឹង Central Model ដែលយើងធ្វើការបង្កើតមិញនឹងម្ដងទៀតហើយម្ដងនេះវិញគឺយើងត្រូវកលែកមកមើលកឡោន3នៅផ្នែកខាងក្រោមនេះហើយយើងត្រូវធ្វើការ tick យកជាមួយនឹងពាក្យថា create new local ឥឡូវនេះគឺយើងបានមកជាមួយនឹង local file ថ្មីមួយហើយប៉ុន្តែខ្ញុំចង់ឲ្យ file local model ថ្មីដែលយើងបង្កើតនេះគឺវាទៅនៅជាមួយនឹងកញ្ចប់ folder Beam Central ដែលយើងបង្កើតមុននឹងតែម្ដងដើម្បីងាយស្រួលនៅក្នុងការ manage វាចឹងហើយគឺយើងត្រូវ save as local model ថ្មីរបស់យើងមួយទៀតហ្នឹងទៅដាក់នៅទីតាំង file តែមួយតែម្ដងជាមួយនឹង Central Model របស់យើងថងចំណុចនេះដែរគឺខ្ញុំធ្វើការ rename file ដែលយើង save as ហ្នឹងគឺដាក់វាចំណាំថា local model ហើយខ្ញុំតាំងដោយឈ្មោះខ្ញុំអក្សរកាត់នៅក្នុងនេះដើម្បីចំណាំថាជា folder file របស់ PC របស់ខ្ញុំបន្ទាប់ពីរួចរាល់ហើយអស់ហើយឥឡូវនេះគឺយើងអាចធ្វើការ synchronize local model របស់យើងនេះទៅកាន់ central model ដែលជា model មេរបស់យើងបានហើយអញ្ចឹងសម្រាប់ process ធ្វើ local model មួយនេះគឺបងប្អូនអាចយកទៅ apply សម្រាប់ធ្វើជាមួយនឹង PC ផ្សេងទៀតដែលបងប្អូនចង់បង្កើតជា local model រៀងខ្លួនផ្សេងទៀតហើយឲ្យវាធ្វើការរួមគ្នាជាមួយនឹង central model មេរបស់យើងនេះបានហើយត្រង់ចំណុចនេះដែរដើម្បីបញ្ជាក់ថា file ទាំងពីរដែលយើងធ្វើការ synchronize គ្នាមិញហ្នឹងគឺវាត្រឹមត្រូវហើយនឹង up to date ហើយគឺយើងមកមើលនៅកន្លែង date modify នេះបានគឺវាដូចគ្នាតែម្ដងអញ្ចឹងមានន័យថាការធ្វើ Beam Central Model របស់យើងគឺទទួលបានជោគជ័យហើយនេះគឺជាការចែករំលែកចំណេះដឹងរបស់ខ្ញុំទៅកាន់បងប្អូនទាំងអស់គ្នាហើយសម្រាប់វិធីសាស្ត្រផ្សេងទៀតខ្ញុំនឹងព្យាយាមដាក់ជូនបងប្អូននៅក្នុងវីដេអូក្រោយទៀតអញ្ចឹងសូមអរគុណសូមជម្រាបលា